វីដេអូមួយនេះជូនទៅដល់អ្នកមានតែ 5000 ទេប៉ុន្តែដឹងធ្វើឲ្យញ៉ាំមើលវីដេអូនេះចប់គឺធ្វើឆាញ៉ាំអាចបានអត់ថ្លៃបន្លែមួយទេបើចង់ញ៉ាំដាក់សាច់ពីក្រៅ1000អីមកដាក់បានហើយ1500អីក្តីតាមចំណង់ចិត្តចិត្តផិតមួយណាទិញផិតមកហើយយើចាយអស់តែ3000រៀលឯងគឺបានមីមួយចានយ៉ាងមកឆ្ងាញ់តែម្ដងមុននឹងយើងធ្វើមីឆារបស់យើងនឹងគឺយើងត្រូវទៅសាទទៅចែកទិញតកូនអ្នកលក់គេ1000ខ្ញុំទិញប៉ុណ្ណេះ1000អ្នកទាំងអស់គ្នាហើយមីខ្លះខ្មុំមកកញ្ចប់ទៅរួចជាការស្រេចហើយពុកម៉ែបងប្អូនហើយបន្ទាប់មកខ្ញុំក៏ត្រឡប់មកផ្ទះវិញនេះអ្វីដែលយើងទៅសាទទិញបានមិនមានមីខ្លះខ្មុំក្រហមមកកញ្ចប់តកូន1000ចំណែកពងទានេះនៅផ្ទះមានស្រាប់សពពីគ្រាប់ហ្នឹងខ្ញុំគោះជាតិដាក់មួយមីទេតែមួយគ្រាប់ទេណាពុកម៉ែបងប្អូនអរគ្នាបើសិនជាពុកម៉ែបងប្អូនអរគ្នាមានពងទាមិនដាក់ក៏បានហើយបើចង់ហូបសាច់ទេអាចទិញប្រហិតពីក្រៅមកបានពុកម៉ែបងប្អូនអរគ្នាតែ1500អីក៏បានបន្ទាប់ពីខ្ញុំមកដល់ផ្ទះហើយខ្ញុំក៏ចាប់ផ្ដើមសម្អាតតកូនរបស់យើងពុកម៉ែបងប្អូនអរគ្នាតកូនហ្នឹងខ្ញុំកាត់ស្លឹកបេះស្លឹកអីចេញឲ្យស្អាតឲ្យអស់ហើយតកូនហ្នឹងខ្ញុំហើមកខ្ចីល្អមែនតើណាពុកម៉ែបងប្អូនអរគ្នាហើយខ្ញុំបោចវាមួយសម្អាតឲ្យស្អាតហើយខ្ញុំក៏លាងវាឡើងដាក់សងទឹកទៅម្ខាងហើយបន្តមកទៀតខ្ញុំក៏ប្រើទឹកធម្មតាហ្នឹងដាក់ត្រាំមីយើងចោលទឹកសោមីហ្នឹងគឺខ្ញុំអត់ប្រើទឹកក្តៅតិចខ្ញុំត្រាំទឹកធម្មតាវារីកទៅបើប្រើទឹកក្តៅរីកខ្លាំងអត់ឆ្ងាញ់ទេណាពុកម៉ែបងប្អូនគ្នាបន្តពីពុកម៉ែបងប្អូនត្រាំមីចាស់ហើយចូលមកមើលការធ្វើទឹកឆាមីរបស់យើងមានម្ទេសក៏ក្រខ្ទឹមសច្រាំវាម៉ត់បែបហ្នឹងមកហើយមានចានទទេមួយយើងក៏មានជំហានដំបូងគឺខ្ញុំដាក់ទឹកធម្មតាហ្នឹងមកវែកកន្លះហើយវារំទៅទឹកឆាមីហ្នឹងពុកម៉ែបងប្អូនគ្នាយើងធ្វើទុកក៏បានដែរបើចង់ឆ្ងាញ់ធ្វើទុកឲ្យច្រើនតែដល់ពេលវាជូរបាន2ថ្ងៃឬក៏មួយថ្ងៃមួយយប់អីវាជូរឆាមីឆ្ងាញ់ណាស់ពុកម៉ែបងប្អូនគ្នាខ្ញុំប្រើទឹកធម្មតា2វែកបន្ទាប់មកពុកម៉ែបងប្អូនគ្នាខ្ញុំដាក់ទឹកធម្មតាចូលក្នុងចានទទេយើងមកខ្ញុំ2វែកហើយខ្ញុំក៏ដាក់ខ្ទឹមសម្ទេសយើងច្រាំម៉ត់មកហ្នឹងដាក់ចូលហើយបន្តមកទៀតខ្ញុំក៏បង់ទឹកត្រីចូលទឹកត្រីបងខ្ញុំបង់មកស្បៀសិនបង់មកស្បៀហើយខ្ញុំបង់ស្ករហើយនឹងប៊ីចេងវាដាក់រៀងដិតតិចទៅណាពុកម៉ែបងប្អូនគ្នាបានឆ្ងាញ់បានឆាមីទៅឆ្ងាញ់បន្តមកទៀតខ្ញុំក៏កូរវាលាយតិចទៅលាយគ្រឿងប៊ីចេងស្ករខ្ញុំបង់ហ្នឹងហើយក៏ភ្លក់ទៅបើថាវារៀងស្ទើប្រៃស្ទើផ្អែមអីទេពុកម៉ែបងប្អូនគ្នាថែមទឹកត្រីថែមស្ករតាមហ្នឹងទៅសម្រាប់ខ្ញុំភ្លក់ទៅរៀងស្ទើប្រៃវាផ្អែមតែស្ទើប្រៃអញ្ចឹងហើយខ្ញុំក៏ថែមទឹកត្រីមកស្បៀបាយទៀតបានវារសជាតិមកល្មមឆ្ងាញ់អញ្ចឹងពុកម៉ែបងប្អូនគ្នាបន្ទាប់ពីពុកម៉ែបងប្អូនទាំងអស់គ្នាលាយទឹកឆាមួយមីហើយគឺយើងមកមើលត្រៀមដូចជាបន្លែឆាមីនិងមីរបស់យើងហើយខ្ញុំក៏ដាក់ខ្ទះឡើងហើយក៏ខ្ញុំកាច់ខ្ទះឲ្យក្តៅទៅឲ្យវាស្ងួតទឹកឲ្យអស់ហើយតោះខ្ញុំក៏ចាក់ទឹកឆាមីយើងលាយគ្រឿងមិញហ្នឹងណាខ្ញុំចាក់វាចូលច្រើនទៅហើយខ្ញុំក៏ដាក់បន្លែចូលដើម្បីឲ្យបន្លែយើងឆ្អិនមុនមីអញ្ចឹងពុកម៉ែបងប្អូនអរគ្នាបន្ទាប់ពីខ្ញុំចាក់បន្លែចូលហើយខ្ញុំទុកបន្លែវាមកស្ទុះដើម្បីឲ្យបន្លែហ្នឹងឆ្អិនល្អហើយខ្ញុំក៏ដាក់មីចូលចំណែកឯបន្លែដែលឆ្អិនហ្នឹងខ្ញុំលើកស្រង់វាទៅខាងផ្ទះដោយសារផ្ទះធំអញ្ចឹងពុកម៉ែបងប្អូនអរគ្នាបន្ទាប់ពីខ្ញុំចាក់មីចូលហើយខ្ញុំក៏កវីមីជាមួយអាទឹកដែលយើងដាក់ឆាបន្លែហ្នឹងឲ្យវាចូលជាតិមួយសាច់មីយើងឲ្យមានជាតិឆ្ងាញ់អញ្ចឹងពុកម៉ែបងប្អូនអរគ្នាបន្តមកទៀតខ្ញុំក៏កវីច្បល់វាចូលមកអាទឹកហ្នឹងសប់អស់ហើយខ្ញុំក៏ច្រឡុកមួយបន្លែយកហ្មងខ្ញុំច្រឡុកត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យសាច់មីបន្លែយើងហ្នឹងវាច្បល់ចូលគ្នាស្មើគ្នាល្អពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីខ្ញុំឆាមីច្បល់មួយបន្លែសប់ចូលគ្នាអស់ហើយខ្ញុំក៏ដួសមីយើងឆាហើយមិញហ្នឹងដាក់ទៅលើចានម្ខាងហើយខ្ញុំក៏ដាក់ផ្ទះយើងដដែលតែលាងសម្អាតហើយគឺខ្ញុំដាក់ឡើងហើយតមកខ្ញុំចាក់ខ្លាញ់ចូលបន្តិចហើយខ្ញុំក៏គោះពងទារបស់យើងហ្នឹងត្រៀមទុកសម្រាប់ចៀនដាក់មួយមីចុងក្រោយហ្នឹងគឺគោះចៀនទៅបើសិនជាពុកម៉ែបងប្អូនអរគ្នាអត់មានពងទាដាក់ពងមាន់ក៏បានតាមចំណូលចិត្តនៅផ្ទះមានពងទាដាក់ពងទានៅផ្ទះមានពងមាន់ដាក់ពងមាន់ទៅណាពុកម៉ែបងប្អូនអរគ្នាហើយខ្ញុំចៀនពងមាន់ពងទាហ្នឹងណាគឺថាវាបែកវាជាប់ខ្ទះដោយសារខ្ញុំដាក់ឆាមីមុនអញ្ចឹងវាមានជាតិប្រៃចេះវាជាប់បើសិនជាពុកម៉ែបងប្អូនអរគ្នាធ្វើចៀនពងទាមុនដាក់ចានម្លែងសិនទៅចាំយើងឆាមីតាមក្រោយអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាហើយចាំយើងដាក់ពងទានឹងពីលើមីតាមក្រោយក៏បានអត់បញ្ហាអីទេវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេណាពុកម៉ែបងប្អូនអរគ្នាអរគុណដែលមើលវីដេអូនេះពីដើមដល់ចប់បាយបាយជួបគ្នាវីដេអូក្រោយថ្មីមួយទៀតណាចា